ធ្លាប់ថាស្ងោជ្រក់ត្រីជ្រក់មាន់បងប្អូនថ្ងៃនេះសាកមកស្ងោជ្រក់ជើងជ្រូកម្ដងមើលរសជាតិប្រហែលជាប្លែកបងប្អូនបាទតែទិញជើងជ្រូកមកពីផ្សារបងប្អូនហើយកន្លះគីឡូយកមកកាប់ជាកង់មកឲ្យចាប់ដើមដាំទឹកសោះសិនបងប្អូនបើសិនមិនសោះទេវាអាចនឹងធុំក្លិនឆ្អាបធុំក្លិនហាងហើយប៉ះជើងជ្រូកដែលជួនណាផ្លាសេយូរអញ្ចឹងណាវាអាចនឹងក្លិនអញ្ចឹងយើងឆោះចោលឲ្យជា4-5នាទីសិនទៅដួសសពុះដួសអីចោលឲ្យស្អាតមកហើយបន្ទាប់មកចាក់ចូលកញ្ឆែងបងប្អូនបាទដើម្បីលាងសម្អាតវាពី3ទឹកទៀតបងប្អូនឲ្យវាបាត់ក្លិនឲ្យវាបាត់ជួនណាវាយើងកាប់ទៅវាជាប់នឹងជ្រុញជាប់អីយើងបេះយើងលាងឲ្យវាស្អាតមកបាទហើយបើស្ងោរជ្រូកយើងប្រើជើងជ្រូកអនវាឆ្ងាញ់ជាងបងប្អូនវាមានជាប់ស្បែកណាឈប់ឆ្ងាញ់ណាបាទយើងក្រោយពីលាងរួចហើយឥឡូវចាប់ផ្ដើមហាន់ជាមួយនឹងគ្រឿងរបស់យើងបាទមានរំដេងគល់ស្លឹកគ្រៃស្លឹកក្រូចមានក្រូចឆ្មាហើយក៏ដូចជាផ្សិតបងប្អូនបាទផ្សិតច្បើងយើងហ្នឹងណាបាទហើយគ្រឿងមានតែប៉ុណ្្នឹងឯងបងប្អូនហើយបន្តមកទៀតខ្ញុំចាប់ដើមធ្វើការហាន់ស្លឹកជីទុកបង់ពីក្រោយពេលដែលយើងស្លឆ្អិនណាបងប្អូនបាទខ្ញុំហាន់ជាចំណិតស្ដើងបងប្អូនបាទបងប្អូនចូលចិត្តជីវ៉ាន់ស៊ុយអាចដាក់ជីវ៉ាន់ស៊ុយបានតែខ្ញុំប៉ុណ្្នឹងបានហើយមានជីរណាមានស្លឹកខ្ទឹមក៏ដូចជាមានមើមខ្ទឹមដែលយើងទុកស្លមិញផ្លេចថតបាទហើយនឹងជីងកាមដើមបងប្អូននេះជីនឹងវងអ្នកខ្លះហៅជីនឹងវងអញ្ចឹងទៅបាទហើយបន្តមកទៀតក៏ចាប់ដើមដាំទឹកឲ្យពុះបងប្អូនបាទដាក់រំដេងគល់ស្លឹកគ្រៃស្លឹកក្រូចយើងសិនណាខ្ញុំបង់អំបិលបន្តិចបាទដោយសារយើងអត់ចង់ប្រើទឹកត្រីខ្លាំងអញ្ចឹងដាក់អំបិលបន្តិចទៅហើយយើងដាក់ជើងជ្រូកដែលយើងបានឆោះមុនហ្នឹងបងប្អូនបាទយើងស្ងោរបានប្រហែលជា4-5នាទីសិនទៅបាទចាប់ដើមដាក់គ្រឿងបាទហើយបន្ទាប់មកគ្រឿងយើងមានតែសៅស៊ុបមានស្ករសមានប៊ីចេងឯងបងប្អូនបាទហើយទឹកត្រីបន្តិចបាទកុំឲ្យប្រៃភ្លក់ឲ្យល្មមបាទចាំយើងដាក់ផ្សិតតាមក្រោយបងប្អូនបាទវិធីធ្វើងាយហើយគ្រឿងក៏អត់មានអីសាំញ៉ាំច្រើនទេបងប្អូនបាទបន្តមកដាក់ផ្សិតបាទរំងាស់ប្រហែលជាបាន2-3នាទីទៀតមកបាទហើយចាប់មកច្បាច់ខូចនេះបាច់ក្រូចឆ្មាបងប្អូនចង់ជូរខ្លាំងដាក់ក្រូចឆ្មាច្រើនតិចបើសិនជាអត់ទេចាំដាក់ចាំពេលយើងដួសមកញ៉ាំចាំស្វាច់តាមក្រោយក៏បានដែរហើយស្លឹកជីដូចគ្នាចាំដួសមកយើងញ៉ាំយើងដាក់ទៅបើខ្ញុំដាក់មុនទៅហើយទៅបាទបើយើងអញ្ចឹងថតឲ្យបងប្អូនមើលបើអត់ដាក់មុនក៏វាមិនកើតបាទហើយដាក់ហើយគឺបិទគេឲ្យបងប្អូនបាទឥឡូវជើងជ្រូកយើងនេះឆ្អិនហើយជាក្លិនឡើងឈ្ងុយហើយអត់មានក្លិនអីបងប្អូនបាទឡើងជូរល្មមហ្មងបងប្អូនបាទសូមអរគុណ